designer យើងមិនសូវយើងអត់មានភាពខ្លាំងសម្រាប់ខ្លួនឯងទេទាំងអនាគតគឺ AI អាចនឹងជំនួសការងារយើងវិញហើយ AI ដែលខ្ញុំចិត្តប្រើច្រើនហ្មងគឺមានពេលគឺ Gemini ជាមួយនឹង ChatGPT តាមដែលខ្ញុំគិតនេះគឺស៊ីសងទៅលើការគិតម្នាក់ថា AI វាជាជំនួយវាជាជំនួយជួយដល់យើងតែវាជាគូប្រជែងអាហ្នឹងជាគូប្រជែងអញ្ចឹងខ្ញុំគិតថាវាស៊ីសងលើការគិតរបស់យើង AI សពថ្ងៃគឺវាមានច្រើនហើយវាសម្បូរបែបមែនតើជំរាបសួរទស្សនិកជនទាំងអស់គ្នាស្វាគមន៍មកកាន់ podcast episode ទី8អញ្ចឹងយើងឈានមកបានកាន់តែឆ្ងាយហើយគឺដល់ episode ទី8អញ្ចឹងថ្ងៃនេះបងមានអារម្មណ៍មិនដែរពេលហ្នឹងខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមែនតើដោយសារតែពីមួយ episode ទៅមួយ episode ទៀតខ្ញុំថាវាកាន់តែមានសំណួរទៅកាន់តែមានចម្លើយអីថ្មីមករហូតហើយបើពិសោធន៍ក៏ពេញខ្លួនដែរហើយអញ្ចឹងយើងកុំឲ្យខាតពេលវេលាយើងចូលទៅកាន់សំណួរយើងដូចម្ដងអញ្ចឹងនៅសំណួរដំបូងខ្ញុំសួរបងថាតើបងតបប្រើ AI ទេ AI អីខ្លះដែលបងតបប្រើសម្រាប់ខ្ញុំគឺខ្ញុំប្រើ AI ដែលខ្ញុំចិត្តប្រើច្រើនហ្មងគឺមានពេលគឺ Gemini ជាមួយនឹង ChatGPT ដោយសារតែពេលខ្លះខ្ញុំត្រូវការជំនួយអីចឹងទៅគឺខ្ញុំស្វែងរក AI ហ្នឹងឯងដើម្បីឲ្យជួយចុះសម្រាប់បងហើយសម្រាប់ខ្ញុំដូចបងដែរគឺខ្ញុំពេញនិយមប្រើ AI ចំនួន3មួយទៀតគឺ DeepSeek ទាំង Gemini ទាំង ChatGPT ហើយនិង DeepSeek ខ្ញុំចូលចិត្តប្រើ3ហ្នឹងតែឥឡូវ DeepSeek ខ្ញុំអត់សូវប្រើទេដោយសារតែវាផ្ដល់ព័ត៌មានមកអត់សូវច្បាស់ទេ AI ខ្ញុំប្រើឥឡូវគឺមាន Gemini ដោយសារខ្ញុំគិតថា Gemini វាផ្ដល់ព័ត៌មានច្បាស់លាស់ជាងពីរទៀតយើងមកអញ្ចឹងយើងបន្តទៅសំណួរមួយទៀតខ្ញុំចង់សួរបងថាតើបងគិតថា AI វាជាគូប្រជែងឬក៏វាជាជំនួយដល់បងបើសម្រាប់ខ្ញុំគាត់ថាវាទាំងពីរដោយសារតែពេលដែលខ្ញុំត្រូវការជំនួយគឺខ្ញុំតែរត់ទៅរក AI ហ្នឹងឯងដោយសារតែពេលខ្លះថាយើងគៀងគំនិតគៀង concept យើងចង់ធ្វើអីមួយអញ្ចឹងណាខ្ញុំពេលដែលខ្ញុំអស់គំនិតពីការដែលខ្ញុំមើល platform ទៅតាមព័ត៌ social media ហើយគឺខ្ញុំតែងតែទៅរក AI ហ្នឹងឬមួយក៏ដូចថាពេលខ្លះយើងចង់បង្កើតមាតិកាតែយើងពិបាកក្នុងការ share script ខ្ញុំក៏អាចឲ្យ AI ខ្ញុំជួយទៅ share script ឲ្យផងដែរហើយបើយើងថាវាជាគូប្រជែងវាក៏អាចជាគូប្រជែងយ៉ាងដែរដោយសារតែសម្រាប់យើងជា designer វាពិបាកដែរដោយសារតែឥឡូវវា AI វាសម្បូរបែបខ្លាំងមែនតើដល់ពេលអញ្ចឹងពេលខ្លះមានអ្នកខ្លះគេយក AI ទៅមកជំនួស designer ក៏មានដែរអញ្ចឹងសម្រាប់បងគាត់ថាវាជាជំនួយឬមួយក៏ជាគូប្រជែងដែរតាមដែលខ្ញុំគិតហ្នឹងគឺស៊ីសងទៅលើការគិតម្នាក់ថា AI វាជាជំនួយវាជួយដល់យើងតែវាជាគូប្រជែងអាហ្នឹងជាគូប្រជែងអញ្ចឹងខ្ញុំគិតថាវាស៊ីសងលើការគិតរបស់យើង AI សពថ្ងៃគឺវាមានច្រើនហើយវាសម្បូរបែបមែនតើបើយើងឲ្យវាជាជំនួយយើងប្រើវាតាមផ្លូវត្រូវអាហ្នឹងវាជាដៃគូជំនួយយើងចិត្តស្និទ្ធហ្មងតែបើសិនយើងយកវាទៅប្រើផ្លូវលក្ខណៈវាមិនល្អអញ្ចឹងទៅវាអាចនឹងជាគូប្រជែងដូចថាយើងធ្វើជា designer ដែរអញ្ចឹងបើសិនមាន company មួយផ្សេងគេប្រើ AI ដើម្បីឲ្យ designer អញ្ចឹងអាហ្នឹងវាជាគូប្រជែងរវាងយើងហើយនឹង designer របស់ក្រុមហ៊ុនគេហ្នឹងហើយយើងជាគូប្រជែងអញ្ចឹងវាស៊ីសងទៅលើការគិតរបស់យើងម្នាក់ដែរហើយនឹងស៊ីសងទៅលើស្ថានភាពជាក់ស្ដែងថាយើងប្រើ AI ទៅតាមរបៀបណាបើយើងថាប្រើត្រូវផ្លូវត្រូវគឺវាជាជំនួយហើយតែបើយើងប្រើផ្លូវខុសវាអាចជាគូប្រជែងយើងហ្នឹងហើយអូខេអញ្ចឹងយើងនៅមានសំណួរមួយទៀតដែលចង់សួរគាត់ថាតើ AI ក្នុងនាមបងជា designer អញ្ចឹងបងគាត់ថា AI អាចនឹងជំនួសការងារ designer របស់បងបានអត់សម្រាប់ខ្ញុំវាបើយើងនិយាយខ្លីទៅវាគឺថាពេលខ្លះដែលយើងរៀនខ្ជិលឬមួយក៏យើងអស់គំនិតដើម្បីហ្នឹងទៅយើងអាចឲ្យ AI ហ្នឹងមកជំនួសយើងម្ដងម្កាលដែរតែក៏មិនមែនថាវារហូតដែរតែដោយសារតែពេលខ្លះហ្នឹងទៅយើងគៀងគំនិតយើងធ្វើអីអត់ចេញឬមួយក៏យើង stress ហ្នឹងទៅយើងក៏អត់មានអារម្មណ៍ក្នុងការធ្វើ poster មួយក៏ artwork អីចឹងទៅយើងក៏អាចឲ្យ AI នឹងជួយជំនួសម្ដងម្កាលដែរតែវាមិនមែនថារហូតអីហ្មងទេចុះសម្រាប់បងមួយមកគិតយ៉ាងណាសម្រាប់ខ្ញុំគិតថា AI មិនទាំងស្រុងទេដែលអាចជំនួសការងារយើងបានពីព្រោះពេលទៅថាបច្ចេកវិទ្យាឥឡូវគឺសម័យទំនើបហើយ AI សម្បូរបែបប៉ុន្តែគិតថាវាមិនអាចជំនួសការងាររបស់យើងបានទេជា designer បានទេពីព្រោះ AI វាអត់មានអារម្មណ៍ឬក៏មានការគិតអីបែបផ្សេងចំណុចដូចយើងជាមនុស្សទេអញ្ចឹងពេលណាយើងជា designer មានភាពលក្ខណៈ professional ខ្លួនឯងហើយ AI អត់ងាយនឹងជំនួសការងារយើងទេចឹងត្រូវតែខ្លួនឯងមានភាពរឹងមាំឬក៏យើង
អត់ធ្វើឲ្យខ្លួនឯងខ្លាចជាអ្នកលក្ខណៈ professional អញ្ចឹងទៅ AI គឺអត់មានជំនួសបានទេប៉ុន្តែ AI វាអាចនឹងជួយជាដៃគូជួយយើងវិញហ្នឹងហើយយើងប្រើ AI ត្រូវគេអញ្ចឹងនៅសំណួរមួយទៀតខ្ញុំចង់សួរថាតើពេលដែលបងរៀនអញ្ចឹងតើបងធ្លាប់ប្រើ AI នៅពេលរៀនអត់ នឹងមិនត្រឹមតែខ្ញុំទេគឺថាអ្នកផ្សេងទេតែអ្នកមើលផងដែរក៏តែងតែប្រើ AI នៅពេលដែលយើងកំពុងរៀនផងដែរគឺថាបើថាយើងជាសិស្សខូចក៏បានដែរព្រោះអីពេលខ្លះគឺថាមិនថាពេលដែលយើងរៀនសំណួរខ្លះយើងអត់អាចឆ្លើយបានទាំងអស់ហើយត្រឹមអញ្ចឹងយើងក៏មានជាការប្រើ AI នឹងយកមកឆ្លើយប៉ុន្តែគាត់ថានៅពេលដែលយើងប្រើ AI ហើយតែចម្លើយដែល AI ដាក់មកហ្នឹងក៏យើងមិនមែនថាយកទាំងអស់ហ្មងដែរគឺយើងអានហើយយើងក៏ស្រង់យកគំនិតឬមួយក៏ចំណុចសំខាន់ដែលយើងគិតថាវាត្រូវនឹងយើងយកមកដាក់ដែរព្រោះអីបើសិនជាយើងធ្វើអញ្ចឹងពេកក៏យើងគិតថាចម្លើយឬមួយក៏អីដែលយើងធ្វើហ្នឹងមិនមែនជាគំនិតអីរបស់យើងតែគឺ AI ចឹងពេលដែលយើងរៀនក៏ប្រើ AI ច្រើនពេកវាប៉ះពាល់ការរៀនចុះសម្រាប់បងដែរប្រើអត់បងយើងដឹងឥឡូវគឺបច្ចេកវិទ្យា AI ច្រើនអញ្ចឹងបើនិយាយថាអត់ប្រើគឺដូចជាការកុហកអញ្ចឹង100%នរណាក៏ធ្លាប់ប្រើ AI នឹងណាទាំងមិនថារៀនមិនថាធ្វើការបុគ្គលិកអីក៏ដោយគឺច្រើនគឺ AI វាលក្ខណៈវាជាផ្នែកមួយដែលជួយឲ្យយើងនឹងមានការគិតបែបយើងច្រើនជាងមុនយើងអាច research នៅក្នុង AI ហ្នឹងយើងអាចយល់ដឹងយើងចំណេះដឹងច្រើនជាងមុនអញ្ចឹងទៅពួកអី AI ពេលខ្លះវាប្រាប់មកក៏វាអត់ត្រូវដែរបងនិយាយអញ្ចឹងទៅខ្លះណាអញ្ចឹងយើងប្រើគួរតែប្រុងប្រយ័ត្នវាអាចមិនត្រូវ100%ទេប៉ុន្តែយើងអាចលក្ខណៈយល់ពីវាបានទៅ80ទៅ90%អញ្ចឹងទៅយើងយកមកឆ្នៃខ្លួនឯងធ្វើនេះធ្វើនោះអញ្ចឹងទៅយើង design ឬក៏យើងមានគំនិត creative អីផ្សេងតាមហ្នឹងទៅអញ្ចឹងខ្ញុំចម្លើយខ្លីមកគឺខ្ញុំធ្លាប់ប្រើ AI អូខេអញ្ចឹងចូលដល់សំណួរចុងក្រោយគេខ្ញុំចង់សួរបងថាតើបងគិតថាអនាគត designer អាចនឹងទៅជាយ៉ាងណាដែរបើសិនជា AI ច្រើនអញ្ចឹងសម្រាប់ខ្ញុំគិតថាអាហ្នឹងយើងចាំមើលទៅមុខទៀតព្រោះអីយើងអត់អាចមើលដឹងពីអនាគតបានទេថា designer នៅពេលទៅមុខទៀតហ្នឹងថា AI ជួយ designer ហ្នឹងវាមិនទេអញ្ចឹងយើងត្រូវចាំមើលទៅមុខទៀតសិនចុះសម្រាប់បងសម្រាប់ខ្ញុំគិតថាទៅថ្ងៃអនាគតគឺយើងមើលអត់ឃើញទេពេលវេលាបើថាតែណាព្រោះ AI យើងមើលទៅវាច្រើនមែនតើនៅសម័យឥឡូវអញ្ចឹងបន្តទៅមុខទៀតវាកាន់តែមានច្រើនជាងហ្នឹងហើយអញ្ចឹង designer យើងបើសិនយើងអត់មានភាពខ្លាំងសម្រាប់ខ្លួនឯងទេទាំងអនាគតគឺ AI អាចនឹងជំនួសការងារយើងវិញហើយអញ្ចឹងយើងត្រូវធ្វើម៉េចឲ្យខ្លួនឯងខ្លាំងពីឥឡូវទៅទោះទៅថ្ងៃអនាគតយ៉ាងណាក៏ដោយគឺយើងនៅតែខ្លាំងដែរបើសិនយើងខ្លាំងពីឥឡូវទៅហ្នឹងហើយអញ្ចឹងថ្ងៃហ្នឹងគឺយើងមានតែប៉ុណ្្នឹងជំនួសយើងគឺមានតែប៉ុណ្្នឹងទេអញ្ចឹងយើងនឹងជួបគ្នានៅ podcast បន្តទៀតអរគុណអ្នកទាំងគ្នាជម្រាបលា